Walk with God ដើរជាមួយព្រះ Subscribe តើអ្នកធ្លាប់មានអារម្មណ៍ថាតឹងណែនក្នុងទ្រូងនៅកណ្ដាលឡាត្រៀតដែរឬទេជាអារម្មណ៍មួយដែលហាក់ដូចជាពិភពលោកទាំងមូលមានទម្ងន់ធ្ងន់ពេកហើយថ្ងៃស្អែកហាក់ដូចជាការគំរាមកំហែងដ៏មិនអាចទៅរួចមួយដែលត្រូវប្រឈមមុខភាពថប់បារម្ភគឺជាការតស៊ូដ៏ស្ងៀមស្ងាត់បំផុតមួយនៃជំនាន់របស់យើងមនុស្សរាប់លាននាក់ភ្ញាក់ពីដំណេករាល់ថ្ងៃជាមួយនឹងបែកដូងដែលលោតញាប់គំនិតដែលវិលវល់ព្យាយាមគ្រប់គ្រងអ្វីដែលមិនអាចគ្រប់គ្រងបានហើយនេះគឺជាការពិតដែលមនុស្សតិចណាស់បានយល់នៅសប្តាហ៍ថ្ងៃនេះព្រះយេស៊ូវបានមានបន្ទូលដោយផ្ទាល់អំពីបញ្ហានេះមែនហើយព្រះគ្រីស្ទផ្ទាល់បានដោះស្រាយនៅអ្វីដែលយើងហៅថាការថប់បារម្ភហើយអ្វីដែលទ្រង់បានមានបន្ទូលអាចផ្លាស់ប្ដូររបៀបដែលអ្នកប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកទាំងស្រុងប៉ុន្តែមានអ្វីមួយដែលកាន់តែស៊ីជម្រៅអ្វីមួយដែលកម្រត្រូវបានគេលើកឡើងនៅពេលអតិភិកអ្វីមួយអំពីបទពិសោធន៍ផ្ទាល់របស់ព្រះយេស៊ូវដែលនៅពេលអ្នកយល់ពីវានឹងផ្លាស់ប្ដូរទំនាក់ទំនងរបស់អ្នកជាមួយនឹងភាពថប់បារម្ភទាំងស្រុងនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ឲ្យស៊ីជម្រៅទៅក្នុងការបង្រៀនរបស់ព្រះយេស៊ូវអំពីក្តីកង្វល់និងស្វែងរកការពិតតាមព្រះគម្ពីរអំពីភាពថប់បារម្ភអ្នកនឹងរៀនមិនត្រឹមតែអ្វីដែលទ្រង់បានបង្រៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំងមូលហេតុដែលទ្រង់មានសិទ្ធិអំណាចពេញលេញក្នុងការនិយាយលើប្រធានបទនេះហើយនៅទីបញ្ចប់ខ្ញុំនឹងបង្ហាញអ្វីមួយអំពីព្រះយេស៊ូវដែលផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងអ្វីមួយដែលមនុស្សតិចណាស់ឈប់គិតពិចារណាប៉ុន្តែវាគឺជាគន្លឹះក្នុងការយកឈ្នះភាពថប់បារម្ភដោយជំនឿសូមនៅជាមួយខ្ញុំរហូតដល់ចប់ព្រោះការពិតនេះនឹងដោះលែងចិត្តរបស់អ្នកឲ្យមានសេរីភាពក្នុងរបៀបដែលអ្នកមិនធ្លាប់ស្រមៃដល់ឥឡូវនេះគឺម៉ោង3ទៀបភ្លឺពិភពលោកកំពុងដេកលក់ប៉ុន្តែអ្នកកំពុងភ្ញាក់ដេកនៅលើគ្រែភ្នែកសម្លឹងមើលទៅពីដានព្យាយាមបិទខួរក្បាលដែលមិនព្រមឈប់គិតវិក័យប័ត្រប្រចាំខែការសន្ទនាដ៏លំបាកដែលអ្នកត្រូវធ្វើសុខភាពរបស់មនុស្សដែលអ្នកស្រឡាញ់ការងារដែលហាក់ដូចជាមិនដែលគ្រប់គ្រាន់គំនិតនីមួយៗទាញយកគំនិតមួយទៀតនិងមួយទៀតហើយភ្លាមនោះអ្នកដឹងថាវាពិបាកដល់ដង្ហើមវាហាក់ដូចជាទម្ងន់នៃបញ្ហារាប់ពាន់កំពុងសង្កត់លើទ្រូងរបស់អ្នកព្យាយាមអធិដ្ឋានប៉ុន្តែពាក្យពេចន៍មិនអាចចេញមកបានអ្នកព្យាយាមដេកប៉ុន្តែរាងកាយរបស់អ្នកមិនព្រមសម្រាកនោះហើយជាភាពថប់បារម្ភវាមិនស្រែកទេវាខ្សឹបប្រាប់ជានិច្ចថាអ្នកនឹងមិនអាចដោះស្រាយបានទេថាមានរឿងដ៏អាក្រក់ហៀបនឹងកើតឡើងថាការគ្រប់គ្រងកំពុងរបូតចេញពីដៃរបស់អ្នកហើយផ្នែកដែលអាក្រក់បំផុតនោះគឺជាញឹកញាប់វាមកជាមួយនឹងអារម្មណ៍នៃកំហុសខ្ញុំជឿលើព្រះហេតុអ្វីបានជាខ្ញុំនៅតែមានអារម្មណ៍បែបនេះអ្នកឆ្ងល់ថាតើជំនឿរបស់អ្នកខ្សោយឬអត់តើអ្នកកំពុងបរាជ័យក្នុងចំណឹកណាមួយឬយ៉ាងណាមិញតើព្រះគម្ពីរមិនបានចែងថាកុំខ្លាចទេឬចុះហេតុអ្វីបានជាការភ័យខ្លាចនៅតែមាននៅទីនេះរស់រវើកនិងលោតញាប់នៅក្នុងទ្រូងរបស់អ្នកប្រហែលជាអ្នកកំពុងជួបប្រទះការពិតនេះនៅពេលនេះប្រហែលជាអ្នកស្គាល់នរណាម្នាក់ដែលកំពុងជួបវាភាពថប់បារម្ភមិនរើមុខទេវាមិនធ្វល់សញ្ញាប្រាប់មុនទេវាគ្រាន់តែចូលមកឈ្លានពានហើយនៅពេលដែលការភ័យខ្លាចគ្របដណ្ដប់លើចិត្តសូម្បីតែជំនឿក៏ហាក់ដូចជានៅឆ្ងាយប៉ុន្តែចោះយ៉ាងណាវិញប្រសិនបើខ្ញុំប្រាប់អ្នកថាព្រះយេស៊ូវបានស្គាល់ពីការតស៊ូនេះយ៉ាងច្បាស់ហើយថាទ្រង់មានអ្វីមួយចង់មានបន្ទូលទៅកាន់អ្នកព្រោះនៅកណ្ដាលនៃរាត្រីដ៏ខ្មៅងងឹតនៃព្រលឹងនេះមានសំឡេងមួយដែលកាត់ទម្លុះភាពស្ងាត់ហើយសំឡេងនោះផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងព្រះអម្ចាស់ហើយប្រសិនបើទូលបង្គំជឿលើព្រះអង្គហេតុអ្វីបានជាទូលបង្គំនៅតែមានអារម្មណ៍ថប់បារម្ភខ្លាំងម្ល៉េះនេះគឺជាសំណួរដែលលែកទុកក្នុងចិត្តរបស់គ្រឹះបរិស័ទរាប់លាននាក់គ្មាននរណាម្នាក់និយាយអំពីវាដោយបើកចំហទេនៅក្នុងការប្រជុំនៅព្រះវិហារមនុស្សគ្រប់គ្នាហាក់ដូចជាយល់គ្រប់យ៉ាងនៅលើបណ្ដាញសង្គមមនុស្សគ្រប់គ្នាបង្ហោះខគម្ពីរអំពីជ័យជំនះ
ប៉ុន្តែនៅខាងក្នុងមានសង្គ្រាមដ៏ស្ងៀមស្ងាត់មួយរវាងអ្វីដែលត្រូវបានជឿនិងអ្វីដែលត្រូវបានដឹងតាមអារម្មណ៍រវាងជំនឿដែលត្រូវបានសារភាពនិងការភ័យខ្លាចដែលមិនព្រមចាកចេញអនុញ្ញាតឲ្យខ្ញុំប្រាប់អ្នកនៅរឿងមួយមានបុរសម្នាក់ឈ្មោះ Thomas មែនហើយគឺម្នាក់នោះឯងជាសិស្សដែលទំនៀមទម្លាប់បានដាក់ឈ្មោះថាជាអ្នកសង្ស័យប៉ុន្តែការពិតអំពី Thomas គឺជ្រាលជ្រៅជាងនោះទៅទៀតគាត់មិនខ្សោយទេគាត់គឺជាមនុស្សដែលមានអារម្មណ៍ខ្លាំងក្លានៅពេលដែលព្រះយេស៊ូវបានប្រកាសថាទ្រង់នឹងទៅស្រុកយូដាជាកន្លែងដែលមេដឹកនាំសាសនាចង់សម្លាប់ទ្រង់សិស្សទាំងអស់បាននៅស្ងៀមដោយការភ័យខ្លាចប៉ុន្តែគឺ Thomas ដែលបាននិយាយថាចូលយើងទៅដែរដើម្បីឲ្យយើងបានស្លាប់ជាមួយទ្រង់ភាពក្លាហានមែនហើយប៉ុន្តែក៏មានការថប់បារម្ភដែរThomas ស្រឡាញ់ព្រះយេស៊ូវខ្លាំងណាស់រហូតដល់គាត់សុខចិត្តស្លាប់នៅក្បែរទ្រង់ប៉ុន្តែនៅពេលដែលព្រះគ្រីស្ទត្រូវបានគេឆ្កាងនៅពេលដែលអ្វីគ្រប់គ្នាដួលរលំនៅពេលដែលក្តីសង្ឃឹមត្រូវបានកប់នៅក្នុងភ្នូរដ៏ត្រជាក់នោះThomas មិនបាននៅជាមួយសិស្សផ្សេងទៀតទេគាត់បានញែកខ្លួនឯងនៅដាច់ដោយឡែកតក់ស្លុតនិងគ្របដណ្ដប់ដោយការភ័យខ្លាចហើយនៅពេលដែលមិត្តរបស់គាត់បាននិយាយថាព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញThomas មិនអាចជឿបានទេមិនមែនដោយសារតែគាត់ជាមនុស្សដែលមិនជឿនោះទេប៉ុន្តែដោយសារតែចិត្តរបស់គាត់មានរបួសយ៉ាងខ្លាំងដោយសារការថប់បារម្ភរហូតដល់គាត់ត្រូវការអ្វីមួយដែលជាក់ស្ដែងដើម្បីតោងចាប់ហើយតើព្រះយេស៊ូវបានធ្វើអ្វីនៅពេលដែលទ្រង់បានលេចមកឲ្យ Thomas ឃើញទ្រង់មិនបានស្ដីបន្ទោសគាត់ទេទ្រង់មិនបានហៅគាត់ថាជាមនុស្សខ្សោយទេព្រះយេស៊ូវគ្រាន់តែលាតព្រះហស្ថដែលមានស្នាមរបួសរបស់ទ្រង់ហើយមានបន្ទូលថាចូលស្ទាបនៅទីនេះចូលលូកដៃរបស់អ្នកដាក់ក្នុងចំហៀងរបស់ខ្ញុំព្រះគ្រីស្ទបានយល់ពីការថប់បារម្ភខាងវិញ្ញាណរបស់ Thomas ហើយទ្រង់បានទទួលស្វាគមន៍វាប្រសិនបើអ្នកដូចជា Thomas ប្រសិនបើចិត្តរបស់អ្នកត្រូវបានបែកខ្ញែករវាងជំនឿនិងការភ័យខ្លាចចូលដឹងរឿងនេះព្រះយេស៊ូវមិនកាត់ទោសអ្នកទេទ្រង់យល់ពីអ្នកហើយទ្រង់ហៀបនឹងបង្ហាញអ្នកនៅអ្វីមួយដែលនឹងដោះលែងព្រលឹងរបស់អ្នកចូលស្រមៃមើលហ្វូងមនុស្សដែលប្រមូលផ្ដុំគ្នានៅលើចង្កេះភ្នំមនុស្សក្រីក្រដែលនឿយហត់ត្រូវបានគេជិះជាន់ដោយចក្រភពរ៉ូមកម្មករដែលភ្ញាក់ពីដំណេកដោយមិនដឹងថាតើពួកគេនឹងមានអាហារនៅពេលចប់ថ្ងៃដែរឬទេម្ដាយដែលព្រួយបារម្ភអំពីកូនបុរសដែលត្រូវបានសង្កត់សង្កិនដោយពន្ធដ៏កេងប្រវ័ញ្ចហើយនៅកណ្ដាលចំណោពួកគេជាងឈើម្នាក់មកពីណាសារ៉េតបានឡើងលើភ្នំហើយចាប់ផ្ដើមមានបន្ទូលហើយទ្រង់មានបន្ទូលអ្វីមួយដែលគ្មាននរណាម្នាក់រំពឹងថានឹងបានឮកុំខ្វល់ខ្វាយអំពីអ្វីទាំងអស់កុំខ្វល់ខ្វាយអំពីជីវិតរបស់អ្នកមិនថានឹងបរិភោគអ្វីឬនឹងស្លៀកពាក់អ្វីឡើយពាក្យទាំងនោះបានបន្លឺឡើងដូចជាផ្គរលាន់នៅថ្ងៃនោះហើយវានៅតែបន្លឺឡើងរហូតដល់សព្វថ្ងៃនេះព្រោះព្រះយេស៊ូវមិនបានមានបន្ទូលទៅកាន់មនុស្សដែលរស់នៅក្នុងភាពសុខស្រួលទេទ្រង់កំពុងមានបន្ទូលទៅកាន់មនុស្សដូចជាអ្នកនិងខ្ញុំមនុស្សដែលភ្ញាក់ពីដំណេកជាមួយនឹងការព្រួយបារម្ភពិតប្រាកដវិក័យប័ត្រពិតប្រាកដបញ្ហាពិតប្រាកដធម្មទេសនានៅលើភ្នំមិនមែនជាទ្រឹស្ដីទេវាគឺជាព្រះយេស៊ូវដែលសម្លឹងមើលទៅក្នុងភ្នែករបស់អ្នកដែលរងទុក្ខហើយមានបន្ទូលថាមានវិធីមួយផ្សេងទៀតដើម្បីរស់នៅទ្រង់បានបង្រៀនអំពីរបៀបដោះស្រាយជាមួយនឹងការថប់បារម្ភយោងតាមព្រះគម្ពីរនិងមូលដ្ឋានគ្រឹះនៃអ្វីៗនោះទំនុកចិត្តមិនមែនជាការទុកចិត្តដោយងងឹតងងល់ទេប៉ុន្តែជាការទុកចិត្តដែលផ្អែកលើថាតើព្រះជានរណាបន្ទាប់មកព្រះយេស៊ូវចង្អុលទៅសត្វបាត់សីពួកវាមិនសាបព្រោះពួកវាមិនជ្រួតកាត់ពួកវាមិនមានជង្រុកទេហើយទោះជាយ៉ាងណាព្រះវរបិតាស៊ូចិញ្ចឹមពួកវាបន្ទាប់មកទ្រង់ចង្អុលទៅផ្កាលីលីនៅតាមវាលពួកវាមិនធ្វើការពួកវាមិនត្បានហើយសូម្បីតែស្ដេចសាឡូមុនដែលមានសេរីរុងរឿងទាំងអស់ក៏មិនបានស្លៀកពាក់ដួកផ្កាទាំងនោះដែរហើយបន្ទាប់មកព្រះគ្រីស្ទសួរសំណួរដែលចាក់ទម្លុះព្រលឹងថាតើអ្នកមិនមានតម្លៃជាងរបស់ទាំងនោះទេឬនេះមិនមែនគ្រាន់តែជាកំណាព្យទេវាគឺជាទេវវិជ្ជាដែលអនុវត្តជាក់ស្ដែងវាគឺជាព្រះដែលមានបន្ទូលថាខ្ញុំយកចិត្តទុកដាក់ចំពោះការបង្កើតតើខ្ញុំនឹងយកចិត្តទុកដាក់ចំពោះអ្នកដែលមានរូបភាពរបស់ខ្ញុំខ្លាំងប៉ុណ្ណាទៅ
ការបង្រៀនរបស់ព្រះយេស៊ូវអំពីក្តីកង្វល់មិនបានបដិសេធការពិតនៃបញ្ហានោះទេប៉ុន្តែវាអញ្ជើញយើងឲ្យមើលឃើញការពិតដ៏ធំជាងនេះគឺភាពស្មោះត្រង់របស់ព្រះហើយការពិតនេះវានឹងបំផ្លាញគុកដែលការថប់បារម្ភបានដាក់អ្នកនៅក្នុងនោះនេះគឺជាបញ្ហាមនុស្សជាច្រើនយល់ខុសនៅពេលព្រះយេស៊ូវមានបន្ទូលថាកុំខ្វល់ខ្វាយវាមិនមែនជាបញ្ជាដ៏ត្រជាក់នោះទេទ្រង់មិនបានមានបន្ទូលថាឈប់ខ្លាចភ្លាមឬអ្នកកំពុងធ្វើបាបនោះទេព្រះយេស៊ូវកំពុងផ្ដល់ការរំដោះពាក្យដើមដែលប្រើក្នុងអត្ថបទក្រិកគឺ Merimnao វាមានន័យថាមានចិត្តបែកខ្ញែកត្រូវបានទាញទៅក្នុងទិសដៅផ្ទុយគ្នាវាមិនមែនអំពីអារម្មណ៍ភ័យខ្លាចនោះទេវាគឺអំពីការរស់នៅដោយជាប់ជាទាសកររបស់វាគឺជាការអនុញ្ញាតឲ្យការព្រួយបារម្ភគ្រប់គ្រងរាល់ការសម្រេចចិត្តរាល់គំនិតរាល់ចលនានៃជីវិតរបស់អ្នកព្រះយេស៊ូវមិនបានថ្កោលទោសអារម្មណ៍របស់មនុស្សទេទ្រង់ផ្ទាល់បានយំបានមានអារម្មណ៍ឈឺចាប់នៃកេតសេម៉ានីបានជួបប្រទះការឈឺចាប់នៃការក្បត់អ្វីដែលព្រះគ្រីស្ទកំពុងមានបន្ទូលគឺនេះកុំបណ្ដោយឲ្យការថប់បារម្ភធ្វើជាចាវាយរបស់អ្នកអាចមានអារម្មណ៍ភ័យខ្លាចទទួលស្គាល់ការព្រួយបារម្ភប៉ុន្តែអ្នកមិនចាំបាច់ត្រូវបានគ្រប់គ្រងដោយវាទេការពិតនៃព្រះគម្ពីរអំពីការថប់បារម្ភគឺថាព្រះមិនរំពឹងថាអ្នកនឹងល្អឥតខ្ចោះនោះទេទ្រង់រំពឹងថាអ្នកនឹងមានភាពស្មោះត្រង់គឺថាអ្នកនាំយកការព្រួយបារម្ភរបស់អ្នកទៅទ្រង់សាគិតមើលព្រះយេស៊ូវមិនបានមានបន្ទូលថាធ្វើពុតថាអ្វីគឺល្អនោះទេទ្រង់បានមានបន្ទូលថាចូលស្វែងរកនគរព្រះជាមុនសិនហើយរបស់ទាំងអស់នោះនឹងបានមកបន្ថែមដល់អ្នកការផ្ដល់អតិភិបការផ្ដោតអារម្មណ៍ការប្រគល់ថ្វាយនោះហើយជាវិធីដើម្បីយកឈ្នះការថប់បារម្ភដោយជំនឿមិនមែនដោយការបដិសេធបញ្ហាប៉ុន្តែដោយការផ្លាស់ប្ដូរទីកន្លែងដែលអ្នកដាក់ទំនុកចិត្តរបស់អ្នកឥឡូវនេះចូលយើងបន្តទៅមុខទៀតព្រោះអ្វីដែលល្អបំផុតគឺនៅខាងមុខព្រោះឫសគល់នៃការថប់បារម្ភមិនមែនជាការភ័យខ្លាចទេវាគឺជាអ្វីដែលជ្រាលជ្រៅជាងនេះហើយអ្នកត្រូវដឹងថាវាជាអ្វីឫសគល់ពិតប្រាកដនៃការថប់បារម្ភគឺតម្រូវការចង់គ្រប់គ្រងសាគិតមើលហេតុអ្វីបានជាអ្នកថប់បារម្ភដោយសារតែអ្នកចង់ប្រកាសថាអ្វីនឹងប្រព្រឹត្តទៅបានល្អអ្នកចង់ធានាថានឹងគ្មានរឿងអាក្រក់កើតឡើងអ្នកចង់កាន់អនាគតនៅក្នុងដៃរបស់អ្នកហើយរៀបចំវាតាមរបៀបដែលអ្នកស្រមៃប៉ុន្តែនេះគឺជាការពិតដ៏ខួគ្រូអ្នកមិនអាចទេគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចធ្វើបានទេមិនថាយើងរៀបចំផែនការប៉ុណ្ណាមិនថាយើងព្យាយាមខ្លាំងប៉ុណ្ណាមានអធិរាប់ពាន់ដែលហួសពីការគ្រប់គ្រងរបស់យើងហើយនោះហើយជាកន្លែងដែលការថប់បារម្ភរកឃើញដីមានជីជាតិព្រោះថាយើងកាន់តែព្យាយាមគ្រប់គ្រងយើងកាន់តែដឹងថាយើងមិនអាចហើយនោះធ្វើឲ្យយើងភ័យខ្លាចវាដូចជាការព្យាយាមកាន់ទឹកដោយបើកដៃរបស់អ្នកកាន់តែច្របាច់ទឹកកាន់តែហូរចេញការបំផុនថាខ្លួនអាចគ្រប់គ្រងបានធ្វើឲ្យយើងคล้ายជាទាសករវាធ្វើឲ្យយើងជឿថាប្រសិនបើយើងសម្រាកតែ1វិនាទីអ្វីនឹងដួលរលំដូច្នេះយើងរស់នៅក្នុងភាពតានតឹងគណនារំពឹងទុកពីគ្រោះមហន្តរាយបង្កើតសេណារីយ៉ូដ៏គួរឲ្យភ័យខ្លាចនៅក្នុងចិត្តរបស់យើងមុនពេលមានអ្វីកើតឡើងព្រះយេស៊ូវបានដឹងពីរឿងនេះនោះហើយជាមូលហេតុដែលទ្រង់បានបង្រៀនអំពីការយកឈ្នះការថប់បារម្ភជាមួយព្រះតាមរបៀបផ្ទាល់បែបនេះទ្រង់បានមានបន្ទូលថាតើមានអ្នកណាខ្លះក្នុងចំណោមអ្នករាល់គ្នាដោយការខ្វល់ខ្វាយអាចបន្ថែមអាយុខ្លួនឯងបានមួយហាត់និយាយម្យ៉ាងទៀតការព្រួយបារម្ភរបស់អ្នកមិនផ្លាស់ប្ដូរអ្វីទាំងអស់វាគ្រាន់តែស៊ីកម្លាំងអ្នកប៉ុណ្ណោះអ្វីដែលព្រះយេស៊ូវកំពុងស្នើគឺជារឿងដាច់ខាតការប្រគល់ថ្វាយដោយដឹងខ្លួនការសម្រេចចិត្តទុកចិត្តលើព្រះនិងមិនខ្វល់ខ្វាយហួសហេតុមិនមែនដោយសារតែបញ្ហាមិនមាននោះទេប៉ុន្តែដោយសារតែមាននរណាម្នាក់ដែលធំជាងកំពុងមើលថែរក្សាអ្វីទាំងអស់នរណាម្នាក់ដែលមើលឃើញអ្វីដែលអ្នកមើលមិនឃើញដែលធ្វើការនៅកន្លែងដែលអ្នកមិនអាចធ្វើការបានប៉ុន្តែតើការប្រគល់ថ្វាយនេះកើតឡើងយ៉ាងដូចម្តេចក្នុងការអនុវត្តជាក់ស្ដែងតើអ្នកលែងដៃពីការគ្រប់គ្រងយ៉ាងដូចម្តេចនៅពេលដែលអ្វីគ្រប់យ៉ាងនៅក្នុងខ្លួនអ្នកស្រែកឲ្យកាន់តែតឹងចម្លើយស្ថិតនៅក្នុងជំហានបន្ទាប់
ហើយវាសាមញ្ញនិងពិបាកជាងអ្វីដែលអ្នកស្រមៃមានពេលមួយក្នុងជីវិតរបស់គ្រីស្ទបរិស័ទគ្រប់គ្នានៅពេលដែលជំនឿឈប់គ្រាន់តែជាគំនិតហើយคล้ายជាការសម្រេចចិត្តវាគឺជាពេលដែលអ្នកដឹងថាបើខ្ញុំមិនទុកចិត្តទេខ្ញុំនឹងដួលរលំអ្នកមិនអាចធ្វើពុតថាអ្នកអាចដោះស្រាយបានទៀតទេអ្នកមិនអាចរែកពុនអ្វីគ្រប់យ៉ាងតែម្នាក់ឯងបានទៀតទេការប្រគល់ថ្វាយពិតប្រាកដមិនមែនជាភាពអសកម្មនោះទេវាមិនមែនជាការអោបដៃហើយរងចាំព្រះដោះស្រាយអ្វីទាំងអស់ខណៈដែលអ្នកមិនធ្វើអ្វីនោះទេវាផ្ទុយពីនេះវាគឺអំពីការទទួលស្គាល់ដែនកំណត់របស់អ្នកការធ្វើផ្នែករបស់អ្នកឲ្យបានល្អបំផុតហើយបន្ទាប់មកសម្រាដោយដឹងថាលទ្ធផលគឺស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះវាជាតុល្យភាពរវាងការទទួលខុសត្រូវនិងការទុកចិត្តព្រះយេស៊ូវបានបង្រៀនរឿងនេះនៅពេលដែលទ្រង់មានបន្ទូលថាចូលស្វែងរកនគរព្រះនិងសេចក្តីសុចរិតរបស់ទ្រង់ជាមុនសិនហើយរបស់ទាំងអស់នោះនឹងបានមកបន្ថែមដល់អ្នកសូមកត់សម្គាល់លំដាប់លំដោយទី1គឺនគរព្រះទី1គឺទំនាក់ទំនងជាមួយព្រះទី1គឺអតិភិបត្រឹមត្រូវនៅពេលអ្នកដាក់ព្រះគ្រីស្ទជាស្នូលនៅពេលដែលការស្វែងរកដ៏ធំបំផុតរបស់អ្នកគឺរស់នៅតាមព្រះハរតីរបស់ទ្រង់អ្វីដែលអស្ចារ្យនឹងកើតឡើងនោះរឿងផ្សេងទៀតនឹងចូលកន្លែងរបស់វាមិនមែនន័យថាអ្នកនឹងមិនមានបញ្ហានោះទេវាមានន័យថាអ្នកនឹងមានសន្តិភាពនៅកណ្ដាលបញ្ហាទាំងនោះអំណាចនៃការអធិដ្ឋានប្រឆាំងនឹងការថប់បារម្ភមិនមែនស្ថិតនៅក្នុងការទទួលបានអ្វីគ្រប់យ៉ាងដែលអ្នកសុំនោះទេវាស្ថិតនៅក្នុងការតម្រែតម្រង់ចិត្តរបស់អ្នកជាមួយនឹងព្រះハរតីរបស់ព្រះវាស្ថិតនៅក្នុងការស្វែងរកការសម្រាកនៅក្នុងវត្តមានរបស់ទ្រង់ទោះបីជាភាពវិវត្តនៅតែបន្តឡោមព័ទ្ធអ្នកក៏ដោយដាវីតបានដឹងរឿងនេះយ៉ាងជ្រាលជ្រៅគាត់បានសរសេរនៅក្នុងទំនុកទំកើង55ចូលផ្ទេរទម្ងន់របស់អ្នកទៅព្រះអម្ចាស់នោះទ្រង់នឹងគាំទ្រអ្នកឃើញទេផ្ទេរឬបោះការព្រួយបារម្ភពិតជាប្រគល់ថ្វាយមែនវាមិនមែនជាការកាំងដោយដៃម្ខាងហើយធ្វើពុតជាប្រគល់ថ្វាយនោះទេវាគឺជាការលែងដៃហើយជឿជាក់ថាព្រះកំពុងកាន់វាប៉ុន្តែមានអ្វីមួយដែលកាន់តែជ្រាលជ្រៅនៅក្នុងរឿងទាំងអស់នេះអ្វីមួយដែលបំផ្លាញការអធិដ្ឋានពីបញ្ជីសំណូមពរទៅជាចម្រោកដ៏ពិសិដ្ឋហើយនោះគឺជាអ្វីដែលយើងត្រូវនិយាយអំពីឥឡូវនេះមានទស្សនវិជ្ជាមួយដែលខ្ញុំចង់ឲ្យអ្នកស្រមៃមនុស្សម្នាក់នៅម្នាក់ឯងក្នុងបន្ទប់លុតជង្គង់គ្មានពាក្យពីរោះគ្មានឃ្លាដែលបានហាត់សមគ្រាន់តែទឹកភ្នែកហូរចុះមកលើមុខនិងការខ្សឹបខ្សៀវដ៏បាក់បែកថាព្រះអម្ចាស់អើយទូលបង្គំទ្រាំមិនបានទៀតទេនេះគឺជាការអធិស្ឋានដ៏ពិតប្រាកដបំផុតការអធិស្ឋានដែលផុសចេញមិនមែនពីភាពរឹងមាំទេប៉ុន្តែពីភាពទន់ខ្សោយមិនមែនពីភាពប្រកបប្រជាប៉ុន្តែពីភាពអស់សង្ឃឹមហើយអ្នកដឹងទេនេះគឺជាការអធិស្ឋានដែលព្រះស្ដាប់ច្រើនបំផុតព្រោះវាជាការពិតវាជារឿងដើមវាស្មោះត្រង់តើព្រះគម្ពីរចែងយ៉ាងណាអំពីការថប់បារម្ភភីលីបចំពុក4ខ6ដល់7ចែងថាកុំខ្វល់ខ្វាយអំពីអ្វីឡើយប៉ុន្តែក្នុងគ្រប់ស្ថានភាពទាំងអស់ចូលទូលដល់ព្រះនៅសំណូមពររបស់អ្នកដោយការអធិស្ឋាននិងការទទូចអង្វរព្រមទាំងការអរព្រះគុណផងនោះសន្តិភាពរបស់ព្រះដែលហួសពីការយល់ដឹងទាំងអស់និងការពារចិត្តនិងគំនិតរបស់អ្នកនៅក្នុងព្រះគ្រីស្ទយេស៊ូវនេះគឺជាដំណើរការទី1អ្នកនាំយកការថប់បារម្ភរបស់អ្នកទៅព្រះអ្នកមិនលាក់វាទេអ្នកមិនខ្លាញ់បន្លំវាទេអ្នកដាក់អ្វីទាំងអស់នៅចំពោះទ្រង់បន្ទាប់មកអ្នកអរព្រះគុណមិនមែនដោយសារតែអ្វីត្រូវបានដោះស្រាយនោះទេប៉ុន្តែដោយសារតែអ្នកដឹងថាទ្រង់កំពុងគ្រប់គ្រងហើយបន្ទាប់មកអ្វីដែលអស្ចារ្យនឹងកើតឡើងសន្តិភាពរបស់ព្រះនឹងបំពេញចិត្តរបស់អ្នកនេះមិនមែនជាសន្តិភាពដែលអ្នកអាចបង្កើតបានទេវាមិនមែនជាលទ្ធផលនៃការដកដង្ហើមវែងឬការគិតវិជ្ជមាននោះទេវាជាសន្តិភាពដែលមកពីស្ថានលើសន្តិភាពដែលមិនសមហេតុផលតាមតក្កវិជ្ជាប៉ុន្តែទ្រទ្រង់អ្នកនៅពេលដែលអ្វីហាក់ដូចជាបាត់បង់វាគឺជាសន្តិភាពខាងក្នុងតាមព្រះយេស៊ូវការអធិស្ឋានមិនផ្លាស់ប្ដូរស្ថានភាពជាមុនទេវាផ្លាស់ប្ដូរអ្នកវារៀបចំទីតាំងប្រលីងរបស់អ្នកឡើងវិញនៅក្រោមការថែទាំរបស់ព្រះវាភ្ជាប់វិញ្ញាណរបស់អ្នកឡើងវិញជាមួយប្រភពនៃកម្លាំងទាំងអស់ហើយនៅពេលដែលអ្នកបានភ្ជាប់ជាមួយព្រះព្យុះអាចនឹងបន្តនៅខាងក្រៅប៉ុន្តែនៅក្នុងអ្នកមានភាពរឹងមាំដោយសារតែសន្តិភាពដែលព្រះយេស៊ូវបានសន្យានេះវាមិនមែនជារបស់លោកីនេះទេហើយសម្រាប់ហេតុផលនោះលោកីមិនអាចយកវាចេញពីអ្នកបានទេ ព
ព្រះយេស៊ូវបានមានបន្ទូលអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅកាន់សិស្សរបស់ទ្រង់មុនពេលទៅកាន់ឈើឆ្កាងខ្ញុំទុកសន្តិភាពឲ្យអ្នករាល់គ្នាខ្ញុំឲ្យសន្តិភាពរបស់ខ្ញុំដល់អ្នករាល់គ្នាខ្ញុំមិនឲ្យដល់អ្នករាល់គ្នាដោយលោកីឲ្យនោះទេតើនេះជាសន្តិភាពប្រភេទណាដែលលោកីមិនអាចផ្ដល់ឲ្យបានសន្តិភាពរបស់លោកីគឺមានលក្ខខណ្ឌវាអាស្រ័យលើកាលៈទេសៈអ្នកមានសន្តិភាពប្រសិនបើអ្នកមានលុយក្នុងធនាគារប្រសិនបើអ្នកមានសុខភាពល្អប្រសិនបើទំនាក់ទំនងរបស់អ្នកល្អប្រសិនបើការងាររបស់អ្នកមានសុវត្ថិភាពប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលរបបទាំងនោះដួលរលំសន្តិភាពរបស់លោកីរលាយបាត់សន្តិភាពរបស់ព្រះគ្រីស្ទគឺខុសគ្នាវាមិនអាស្រ័យលើអ្វីខាងក្រៅទេវាជាសន្តិភាពដែលមានទោះបីជាមានកាលៈទេសៈបែបណាក៏ដោយវាដូចជាការស្វែងរកសន្តិភាពក្នុងព្យុះមិនមែនដោយសារតែព្យុះបានឈប់នោះទេប៉ុន្តែដោយសារតែអ្នកដឹងថាអ្នកណានៅក្នុងទូកជាមួយអ្នកតើអ្នកចាំទេពួកសិស្សកំពុងភ័យស្លន់ស្លោនៅកណ្ដាលសមុទ្រដែលមានព្យុះហើយព្រះយេស៊ូវបានផ្ទុំលោកយ៉ាងសុខសាន្តព្យុះតែមួយប៉ុន្តែសន្តិភាពខុសគ្នាទាំងស្រុងនេះគឺជាការព្យាបាលផ្លូវចិត្តក្នុងព្រះគ្រីស្ទវាមិនមែនជាការដកការឈឺចាប់ចេញភ្លាមទេវាគឺជាវត្តមានឥតឈប់ឈររបស់ព្រះនៅកណ្ដាលការឈឺចាប់នោះពូនបានដឹងរឿងនេះគាត់ត្រូវបានគេចាប់ដាក់គុកចងច្រវាក់ប្រឈមមុខនឹងការប្រហារជីវិតហើយគាត់បានសរសេរសម្បត្តិដែលពោពេញដោយអំណររីករាយបំផុតនៅក្នុងគម្ពីរសញ្ញាថ្មីគឺគម្ពីរភីលីបយ៉ាងម៉េចទៅព្រោះគាត់មានសន្តិភាពដែលហួសពីការយល់ដឹងទាំងអស់ហើយនេះគឺជាអាថ៌កំបាំងសន្តិភាពនេះមិនមែនជាការគ្មានបញ្ហានោះទេវាគឺជាវត្តមាននៃទំនុកចិត្តវាគឺការដឹងថាទោះមានរឿងអ្វីកើតឡើងក៏ដោយព្រះកំពុងគ្រប់គ្រងវាជាការប្រកាសថាគ្មានអ្វីអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានទេមិនថាសេចក្តីស្លាប់មិនថាជីវិតមិនថាការថប់បារម្ភមិនថាការភ័យខ្លាចប៉ុន្តែសន្តិភាពនេះត្រូវការពិសោធន៍វាត្រូវការការប៉ះពាល់ដ៏ជំរឿនៃព្រលឹងរបស់អ្នកហើយនោះគឺជាអ្វីដែលកើតឡើងយ៉ាងពិតប្រាកដនៅពេលដែលអ្នកអនុញ្ញាតឲ្យព្រះយេស៊ូវព្យាបាលចិត្តរបស់អ្នកពីខាងក្នុងមកខាងក្រៅខ្ញុំនឹងប្រាប់អ្នកពីរឿងដ៏សំខាន់មួយព្រះយេស៊ូវមិនផ្ដល់បច្ចេកទេសសម្រាប់គ្រប់គ្រងការថប់បារម្ភទេទ្រង់ផ្ដល់នូវការផ្លាស់ប្ដូរទ្រង់មិនគ្រាន់តែចង់បន្ថយរោគសញ្ញារបស់អ្នកទេទ្រង់ចង់ព្យាបាលឫសគល់ហើយឫសគល់គឺនៅក្នុងចិត្តការថប់បារម្ភជាញឹកញាប់គឺជារោគសញ្ញានៃអ្វីដែលជ្រាលជ្រៅជាងនេះការភ័យខ្លាចនៃការត្រូវគេបោះបង់ចោលការភ័យខ្លាចនៃភាពបរាជ័យការភ័យខ្លាចថាមិនល្អគ្រប់គ្រាន់របួសចាស់ៗដែលមិនដែលបានជាសះស្បើយការកុហកដែលអ្នកបានជឿអំពីខ្លួនឯងអំពីព្រះអំពីជីវិតហើយព្រះយេស៊ូវចង់ចូលទៅក្នុងកន្លែងងងឹតទាំងនោះហើយនាំយកពន្លឺចូលរបៀបយកឈ្នះការថប់បារម្ភជាមួយព្រះគឺតាមរយៈទំនាក់ទំនងពិតប្រាកដមិនមែនពិធីសាសនាមិនមែនការសម្ដែងខាងវិញ្ញាណប៉ុន្តែជាភាពស្និទ្ធស្នាលដ៏ស្មោះត្រង់គឺក្នុងភាពស្ងប់ស្ងាត់នៃវត្តមានរបស់ទ្រង់ដែលអ្នកចាប់ផ្ដើមឮការពិតអំពីថាអ្នកជានរណាពិតប្រាកដដោយត្រូវបានស្រឡាញ់ដោយត្រូវឲ្យតម្លៃមានសុវត្ថិភាពព្រះមានបន្ទូលទៅកាន់អ្នកដែលមានការថប់បារម្ភទ្រង់សឹកប្រាប់ការពិតដែលបំបែកការកុហកអ្នកមិនឯកាទេខ្ញុំនឹងមិនចាក់ចេញពីអ្នកឡើយអ្នកជាកូនប្រុសរបស់ខ្ញុំអ្នកជាកូនស្រីរបស់ខ្ញុំពាក្យនីមួយៗគឺជាថ្នាំលាបការសន្យានីមួយៗគឺជាគ្រឹះហើយបន្តិចម្ដងទេចិត្តចាប់ដើមជាសះស្បើយមានខុសគម្ពីរមួយក្នុងអេសាយ41ខ10ដែលចែងថាគុំខ្លាចអីដោយបិទយើងនៅជាមួយឯងគុំភ័យអីដោយបិទយើងជាព្រះរបស់ឯងយើងនឹងពង្រឹងកម្លាំងឯងយើងនឹងជួយឯងយើងនឹងគាំទ្រឯងដោយដៃស្ដាំដ៏សុចរិតរបស់យើងសូមកត់សម្គាល់ការដដាលយើងនៅយើងជាយើងគាំទ្រវាមិនអាស្រ័យលើអ្នកទេវាអាស្រ័យលើទ្រង់ព្រះយេស៊ូវអាចព្យាបាលការថប់បារម្ភរបស់អ្នកមិនមែនដោយការដកវាចេញត្រឹមតែមួយយប់នោះទេប៉ុន្តែដោយការបង្រៀនអ្នកឲ្យរស់នៅពីលើវាឲ្យមានសង្ឃឹមទោះបីជាអ្នកមើលមិនឃើញផ្លូវចេញឲ្យទុកចិត្តទោះបីជាអ្នកមិនយល់ព្រោះនៅទីបញ្ចប់ជំនឿមិនមែនជាការគ្មានការភ័យខ្លាចទេវាជាការជ្រើសរើសដើម្បីទុកចិត្តទាំងដែលមានការភ័យខ្លាច
មានគ្រាដ៏សំខាន់មួយក្នុងដំណើររបស់អ្នកជឿគ្រប់រូបវាជាពេលដែលអ្នកឈប់ប្រយុទ្ធនឹងការភ័យខ្លាចហើយចាប់ផ្ដើមយកឈ្នះវាដោយជំនឿវាមិនមែនថាការភ័យខ្លាចបាត់ទៅវិញដោយវេទមន្តនោះទេប៉ុន្តែវាបាត់បង់អំណាចក្នុងការធ្វើឲ្យអ្នកស្លាប់ដៃជើងគិតអំពីពេត្រុសគាត់បានឃើញព្រះយេស៊ូវយាងនៅលើទឹកហើយបានសុំធ្វើដូចគ្នាហើយព្រះយេស៊ូវមានបន្ទូលថាចូលមកចុះពេត្រុសបានចូលពីទូកស្រមៃមើលភាពក្លាហានស្រមៃមើលការភ័យខ្លាចហើយគាត់បានដើរនៅលើទឹកប៉ុន្តែបន្ទាប់មកគាត់បានមើលទៅរលកមើលទៅខ្យល់ហើយចាប់ផ្ដើមលិចហើយគាត់បានស្រែកថាព្រះអម្ចាស់អើយសូមសង្គ្រោះទូលបង្គំផងហើយតើព្រះយេស៊ូវបានធ្វើអ្វីទ្រង់បានលូកព្រះហស្ថចាប់គាត់ភ្លាមទ្រង់មិនបានរងចាំឲ្យពេត្រុសលង់ទឹកទេទ្រង់មិនបានផ្ដល់ការបង្រៀនដ៏វែងឆ្ងាយអំពីជំនឿខ្សោយនោះទេទ្រង់គ្រាន់តែសង្គ្រោះគាត់ព្រោះនោះគឺជាលក្ខណៈរបស់ព្រះទ្រង់នៅទីនោះជាមួយនឹងដៃដែលលាតចេញរងចាំឲ្យអ្នកស្រែកហើយសេរីភាពពីការថប់បារម្ភតាមរយៈជំនឿមិនកើតឡើងទាំងអស់ក្នុងពេលតែមួយទេវាគឺជាដំណើរមួយវាគឺជាការជ្រើសរើសដើម្បីទុកចិត្តម្ដងមួយថ្ងៃវាគឺជាការភ្ញាក់ពីដំណេកនៅពេលព្រឹកហើយប្រកាសថាថ្ងៃនេះខ្ញុំនឹងរស់នៅដោយជំនឿមិនមែនដោយការភ័យខ្លាចទេវាគឺជាការនាំយកក្តីកង្វល់ថ្មីនីមួយៗទៅព្រះជាជាងគិតដដែលអំពីវាតែម្នាក់ឯងនៅក្នុងចិត្តរបស់អ្នកព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីទំនុកចិត្តគឺច្បាស់ណាស់ចូលសង្ឃឹមឡើងខ្ញុំបានឈ្នះលោកីហើយទ្រង់មិនបានមានបន្ទូលថាមិនមានសេចក្តីទុក្ខលំបាកនោះទេទ្រង់មានបន្ទូលថាវានឹងមានប៉ុន្តែទ្រង់ក៏បានបន្ទូលថាទ្រង់បានឈ្នះរួចហើយដូច្នេះនៅពេលដែលអ្នកនៅក្នុងព្រះគ្រីស្ទអ្នកក៏នៅខាងអ្នកឈ្នះដែរអនាគតរបស់អ្នកមានសុវត្ថិភាពជីវិតអស់កលជានិច្ចរបស់អ្នកត្រូវបានធានាហើយនោះផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងព្រោះថាប្រសិនបើអ្វីដែលអាក្រក់បំផុតដែលអាចកើតឡើងគឺអ្នកចាក់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទហើយពោលបាននិយាយថានេះគឺជាការចំណេញតើពិតជាមានអ្វីដែលត្រូវខ្លាចទៀតការថប់បារម្ភបាត់បង់អំណាចរបស់វានៅពេលអ្នកយល់ថាគ្មានអ្វីអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះបានប៉ុន្តែតើអ្នករស់នៅបែបនេះក្នុងជីវិតប្រចាំថ្ងៃយ៉ាងដូចម្តេចតើអ្នកអនុវត្តរឿងទាំងអស់នេះចំពោះទម្លាប់ជាក់ស្ដែងដែលពោរពេញទៅដោយវិក័យប័ត្រការទទួលខុសត្រូវនិងបញ្ហាពិតប្រាកដយ៉ាងដូចម្តេចព្រះយេស៊ូវបានបញ្ចប់ការបង្រៀនរបស់ទ្រង់អំពីការថប់បារម្ភមួយឆ្លៀដ៏មានអំណាចនិងអនុវត្តជាក់ស្ដែងមួយថ្ងៃមានសេចក្តីលំបាកលំមគ្រប់គ្រាន់ហើយតើទ្រង់មានន័យយ៉ាងណាគឺថាអ្នកមិនចាំបាច់រែកពុនទម្ងន់នៃថ្ងៃស្អែកនៅថ្ងៃនេះទេឬថ្ងៃខានស្អែកឬសប្តាហ៍ក្រោយថ្ងៃនីមួយៗមានបញ្ហាប្រឈមរៀងៗខ្លួនហើយព្រះនឹងផ្ដល់ព្រះគុណឲ្យអ្នកគ្រប់គ្រាន់សម្រាប់ថ្ងៃនីមួយៗប៉ុន្តែសម្រាប់តែថ្ងៃនោះប៉ុណ្ណោះបញ្ហាគឺយើងព្យាយាមរស់នៅ3ថ្ងៃក្នុងពេលតែមួយថ្ងៃនេះបូកនឹងការភ័យខ្លាចនៃថ្ងៃស្អែកបូកនឹងការថប់បារម្ភនៃអនាគតដ៏ឆ្ងាយនោះគឺច្រើនពេកហើយគ្មាននរណាម្នាក់អាចទ្រាំបានទេនោះហើយជាមូលហេតុដែលព្រះយេស៊ូវអញ្ជើញយើងឲ្យរស់នៅក្នុងបច្ចុប្បន្នមិនមែនជាការគេចវេសទេប៉ុន្តែជាប្រាជ្ញាអ្នកភ្ញាក់ឡើងអ្នកដកដង្ហើមហើយអ្នកសួរព្រះថាតើទូលបង្គំត្រូវធ្វើអ្វីនៅថ្ងៃនេះហើយទ្រង់បង្ហាញអ្នកមួយជំហានម្ដងមិនមែនការធ្វើដំណើរទាំងមួយទេប៉ុន្តែជាជំហានបន្ទាប់ហើយនោះគឺគ្រប់គ្រាន់ហើយព្រោះប្រសិនបើអ្នកដើរជំហាននីមួយៗនៅក្នុងវត្តមានរបស់ព្រះអ្នកនឹងទៅដល់កន្លែងដែលអ្នកត្រូវទៅតើព្រះយេស៊ូវអាចព្យាបាលការថប់បារម្ភរបស់អ្នកក្នុងការអនុវត្តជាក់ស្ដែងយ៉ាងដូចម្តេចតាមរយៈជំនឿដែលរស់នៅប្រចាំថ្ងៃនេះការភ្ញាក់ពីដំណេកនិងការអរព្រះគុណមុនអ្វីៗផ្សេងទៀតការនាំយកគំនិតដែលថប់បារម្ភមកធ្វើជាឆ្លើយដល់ព្រះគ្រីស្ទដោយដែល2កូរិនថូស 10 ខ 5 ចែងថាការជ្រើសរើសដើម្បីទុកចិត្តនៅពេលដែលក្តីកង្វល់កោះទ្វារការអធិដ្ឋានដោយមិនឈប់ឈររក្សាការតភ្ជាប់ជាមួយព្រះពេញមួយថ្ងៃហើយអ្នកឃើញទេនេះមិនមែនជាភាពល្អឥតខ្ចោះទេវាគឺជាទិសដៅវាមិនមែនអំពីការមិនដែលមានអារម្មណ៍ថប់បារម្ភទៀតនោះទេវាគឺអំពីការដឹងថាត្រូវធ្វើអ្វីនៅពេលវាលេចឡើងវាគឺអំពីការមានឧបករណ៍ខាងវិញ្ញាណដែលផ្អែកលើព្រះបន្ទូលរបស់ព្រះយេស៊ូវផ្ទាល់ដើម្បីប្រឈមមុខនឹងរលកថ្មីនីមួយៗនៃការភ័យខ្លាចព្រោះជីវិតគ្រិស្តបរិស័ទមិនមែនជាអវត្តមាននៃការតស៊ូទេវាគឺជាជ័យជំនះក្នុងការតស៊ូហើយអ្នកអាចរស់នៅដោយចិត្តស្ងប់ទោះបីជាពិភពលោកជុំវិញអ្នកស្ថិតនៅក្នុងភាពវឹកវរក៏ដោយយើងបានមកដល់ទីបញ្ចប់ហើយ
ហើយខ្ញុំត្រូវប្រាប់អ្នកនៅអ្វីមួយយ៉ាងច្បាស់ព្រះយេស៊ូវមិនដែលសន្យាថាជីវិតនឹងគ្មានកក្តីកង្វល់នោះទេប៉ុន្តែទ្រង់បានសន្យាអ្វីដែលប្រសើរជាងនេះគឺចិត្តដែលមិនជាប់ជាទាសកររបស់ពួកវាអ្នកអាចមានបញ្ហាហើយនៅតែមានសន្តិភាពអ្នកអាចប្រឈមមុខនឹងព្យុះហើយនៅតែរឹងមាំអ្នកអាចមានអារម្មណ៍ភ័យខ្លាចហើយនៅតែជ្រើសរើសជំនឿព្រោះជ័យជំនះមិនស្ថិតនៅក្នុងអវត្តមាននៃការតស៊ូទេប៉ុន្តែនៅក្នុងវត្តមានរបស់ព្រះនៅក្នុងវាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលអំពីការថប់បារម្ភមិនមែនជាបញ្ជាដែលមិនអាចធ្វើបាននោះទេវាគឺជាការអញ្ជើញឲ្យមានសេរីភាពការអញ្ជើញឲ្យរស់នៅក្នុងជីវិតដែលមិនផ្អែកលើកាលៈទេសៈប៉ុន្តែផ្អែកលើចរិតលក្ខណៈដែលមិនចាក់ផ្លាស់ប្ដូររបស់ព្រះទ្រង់ស្មោះត្រង់ទ្រង់ល្អទ្រង់មិនដែលបរាជ័យឡើយហើយប្រសិនបើទ្រង់នៅជាមួយអ្នកគ្មានអ្វីអាចបំផ្លាញអ្នកបានទេហើយនេះគឺជាការបើកសម្ដែងចុងក្រោយដែលខ្ញុំបានសន្យានៅដើមដំបូងព្រះយេស៊ូវមិនគ្រាន់តែបង្រៀនអំពីការថប់បារម្ភប៉ុណ្ណោះទ្រង់បានឆ្លងកាត់វានៅសួនច្បារហ្គេតសេម៉ានីមុនពេលទៅកាន់ឈួចឆ្កាងទ្រង់បានបែកញើសជាឈាមទ្រង់មានសេចក្តីទុក្ខព្រួយយ៉ាងខ្លាំងស្ទើរតែនឹងសុគតហើយទោះជាយ៉ាងណាទ្រង់បានអធិដ្ឋានថាគុំតាមចិត្តទូលបង្គំឡើយសូមតាមព្រះរតីព្រះអង្គវិញទ្រង់បានឆ្លងកាត់ការថប់បារម្ភរបស់មនុស្សដ៏ធំបំផុតដែលអាចធ្វើទៅបានគឺការរំពឹងទុកនៃឈួចឆ្កាងដើម្បីឲ្យអ្នកអាចមានការចូលទៅឯព្រះដោយផ្ទាល់នោះហើយជាមូលហេតុដែលការថប់បារម្ភមិនអាចបំបែកអ្នកចេញពីព្រះគ្រីស្ទបានទេដោយសារតែទ្រង់បាននៅទីនោះរួចហើយទ្រង់យល់ហើយទ្រង់បានលាតព្រះហស្ថរបស់ទ្រង់ដើម្បីទៅដល់អ្នកនៅកន្លែងដែលអ្នកនៅយ៉ាងពិតប្រាកដការថប់បារម្ភជាយាមលួចយកថ្ងៃសែកព្រះយេស៊ូវប្រគល់បច្ចុប្បន្នភាពមកវិញប្រសិនបើវីដេអូនេះបានប៉ះពាល់ដល់ដួងចិត្តរបស់អ្នកសូមចែករំលែកវាជាមួយនរណាម្នាក់ដែលត្រូវការស្ដាប់វាទុកមតិយោបល់ comment ប្រាប់យើងពីអ្វីដែលព្រះបានមានបន្ទូលមកកាន់អ្នកនៅថ្ងៃនេះហើយប្រសិនបើអ្នកមិនទាន់បានចុច Subscribe ទេសូមចុចឥឡូវនេះដើម្បីទទួលបានខ្លឹមសារបន្ថែមដែលពង្រឹងជំនឿរបស់អ្នកហើយជួបខ្ញុំនៅក្នុងវីដេអូបន្តហើយចងចាំថាអ្នកមិនឯកាទេនៅក្នុងដំណើរនេះព្រះនៅជាមួយអ្នកនៅថ្ងៃនេះឥឡូវនេះនិងជារៀងរហូតអាមែន